ចាជំរាបសួរឥឡូវយើងមកមើលរបៀបដោះស្រាយលំហាត់ទី9វិញម្ដងចឹងលំហាត់ទី9នេះយើងមើលទៅក៏វាអត់ខុសគ្នាពីលំហាត់ទី8ប្រហែលដែរចឹងយើងមើលប្រធានលំហាត់គេទាំងអស់គ្នាចឹងប្រធានលំហាត់គេថាកោសិការូបវល្លិមួយត្រូវបានចិញ្ចឹមនៅក្នុងមជ្ឈដ្ឋានមួយដែលគេដឹងថាមូលវដ្តកោសិកាមានរយៈពេល46វិនាទីចឹងគេប្រាប់នេះគឺគេប្រាប់រយៈពេលមូលវដ្តកោសិការបស់យើងចឹងរយៈពេលមូលវដ្តកោសិកាស្មើនឹង46នាទីចឹងសំណួរគេគឺសួរតើគេទទួលបានកោសិកាកូនសរុបប៉ុន្មានក្នុងរយៈពេល276នាទីចឹងមានន័យថាគេប្រាប់ចាអញ្ចឹងមានន័យថាគេឲ្យយើងរយៈពេលមួយវដ្តស្មើនឹង46នាទីនិងរយៈពេលសរុបមកយើង276នាទីអញ្ចឹងយើងដល់ហើយរូបមន្តយើងធ្លាប់ដោះស្រាយពីលំហាត់ដំបូងមកអញ្ចឹងយើងដាក់ចំនួនគេសិនមកចឹងរកចំនួនកោសិកាកូនសរុបហើយបំប្រាប់គេគឺមាន2ទៅចឹងយើងដាក់មកទាំងអស់មកគឺមានរយៈពេលមួយវដ្តកោសិកានិងរយៈពេលវដ្តកោសិកាសរុបចាអញ្ចឹងបន្ទាប់ពីយើងដាក់បំប្រាប់យើងដាក់សំណួរអីហើយយើងទៅដាក់រូបមន្តដែលគេចង់បានហើយយើងផ្អែកទៅលើបំប្រាប់ចាចឹងរូបមន្តរបស់យើងយកឲ្យចំនួនកោសិកាកូនសរុបគឺស្មើនឹង2សេគុណ n ហើយ2សេគុណ n យើងហៅតាមណា2សេគុណ n ចំនួនទៅចឹងចំនួនមីតូស្មើនឹងចំនួនវដ្តកោសិកាចឹងគឺយើងទៅវដ្តកោសិកាឃើញយើងហៅមីតូបានដែរតែយើងមើលវដ្តកោសិកាយើងហៅតាមណាគឺយើងហៅតាមរយៈពេលមួយវដ្តកោសិកាហើយនិងរយៈពេលវដ្តកោសិកាសរុបចឹងពេលដែលយើងហៅតាមពីរនេះគឺយើងឃើញចំនួនវដ្តកោសិកាហើយចឹងយើងវិចាររូបមន្តដែលយើងត្រូវការសិនមកបន្ទាប់មកចាំយើងទៅរកតាមរូបមន្តដែលប្រធានបំប្រាប់ឲ្យយើងចឹងយើងដាក់រូបមន្តដើមឲ្យគេសិនមួយវដ្តកោសិកាស្មើនឹងរយៈពេលវដ្តកោសិកាសរុបចែកចំនួនវដ្តចឹងអ្វីដែលយើងចង់បានអញ្ចឹងអ្វីដែលយើងចង់បានគឺចំនួនវដ្តកោសិកាចាអញ្ចឹងយើងទាញហៅចំនួនវដ្តកោសិកាមកចាអញ្ចឹងយើងទាញយើងបោះផ្ទុយយើងបោះបញ្ជាយកចំនួនវដ្តបោះម្នេះមកយកអានេះបោះមកក្រោមវិញចាអញ្ចឹងយើងឃើញរូបមន្តហើយអញ្ចឹងយកចំនួនលេខមកពួកអីតម្លៃលេខគេប្រាប់មកទាំងអស់ហើយណាចាអញ្ចឹងយើងចំនួនបានអញ្ចឹងអីដែលយើងឃើញចំនួនវដ្តកោសិកាស្មើនឹង6វដ្តចាគឺយើងរយៈពេលសរុបចែកនឹងរយៈពេលមួយវដ្តទៅពេលដែលយើងឃើញហើយយើងយកទៅចំនួននៅក្នុងរូបមន្តយើងវិញមកបានហើយណាចាអញ្ចឹងនេះចំនួនវដ្តចំនួនវដ្តកោសិកាចំនួនវដ្តកោសិកាយើងមើលរូបមន្តនេះគេដាក់មួយវដ្តកោសិកាស្មើនឹងចន្លោះវាបូកនឹងមីតូអញ្ចឹងកន្លែងនេះលំហាត់ពីមុនដែរចិត្តចន្លោះវានិយាយទៅមកជុំព្រួយហ្នឹងគឺគេហៅថាមួយវដ្តដែរអញ្ចឹងមួយវដ្តកោសិកាមានស្មើគេខ្លះគឺស្មើនឹងចន្លោះវាបូកនឹងវគ្គនេះមីតូអញ្ចឹងចន្លោះវានេះគឺវាអត់និយាយទៅរយៈពេលវាគឺខ្លីមែនតើរយៈពេលគឺវាលឿនចំពោះកោសិកាដែលវាឆ្លងកាត់ចន្លោះវាគឺមានរយៈពេលលឿនអញ្ចឹងយើងអាចទាញបានថាមួយវដ្តកោសិកាស្មើនឹង1មីតូហើយមីតូយើងដែលយើងចង់បានដើម្បីរកកោសិកាកូនអញ្ចឹងចំនួនវដ្តកោសិកាគឺយើងឃើញហើយអញ្ចឹងយើងចំនួនវដ្តកោសិកាចូលមកយើងឃើញចំនួនដល់នៃមីតូហើយចាចឹងពេលដែលយើងឃើញយើងយកទៅចំនួននៅក្នុងរូបមន្តកោសិកាកូនសរុបគឺយើងអាចទាញហៅកោសិកាកូនសរុបបានចា
នេះចឹងរូបមន្តនេះយើងគ្រាន់តែចំនួនចូលដោយសារយើងពិចារពីលើមកហើយមកសារចឹងយើងចំនួនតម្លៃលេខចូលមក2តស្មើ6ចឹងមានថាកន្លែង n គឺស្មើ6ចឹង2សេគុណ6គឺស្មើនឹង64ពេលដែលយើងឃើញហើយកុំភ្លេចដាក់ដូចនេះផងចាអញ្ចឹងលំហាត់យើងទី9គឺមានប៉ុណ្ណឹងអរគុណ